ជាអ្នកជំងឺប្រសិនបើអ្នកបានឮពាក្យថា plasmacytoid lymphocytes ដែលបាននិយាយដោយគ្រូពេទ្យរបស់អ្នកឬដោយមន្ទីរពិសោធន៍របស់អ្នកកុំភ័យខ្លាចឬភ័យស្លន់ស្លោវាគ្រាន់តែជាពាក្យសាមញ្ញមួយប៉ុណ្ណោះប៉ុន្តែវាមិនមានអ្វីដែលត្រូវបារម្ភទេការឆ្លងមេរោគភាគច្រើនអាចនាំឲ្យមានការប្រែប្រួលបន្តិចបន្តួចនៃកោសិកា Schim's កោសិកា Schim's គឺជាអ្នកពន្លត់ភ្លើងក្នុងការឆ្លងមេរោគភាគច្រើនជាពិសេសការឆ្លងមេរោគនៅពេលដែលកោសិកា Schim's ទាំងនេះកំពុងប្រយុទ្ធនឹងមេរោគពួកវានឹងមានការផ្លាស់ប្ដូរខ្លះពួកវាមើលទៅខុសបន្តិចពីកោសិកា Schim's ធម្មតាប៉ុន្តែក្នុងករណី plasmacytoid lymphocytes មិនពាក់ព័ន្ធនឹងមហារីកទេពួកវាគ្រាន់តែបង្ហាញថាអ្នកកំពុងមានការឆ្លងមេរោគមួយចំនួនជួនកាលការឆ្លងរ៉ាំរ៉ៃខ្លះអ្នកក៏អាចទទួលបាន plasmacytoid lymphocytes ដូច្នេះភស្តុតាងនៃ plasmacytoid lymphocytes គួរត្រូវបានយកជាការបញ្ជាក់ថាអ្នកកំពុងជាសះស្បើយពីការឆ្លងមេរោគថ្មីហើយអ្នកគួរពិភាក្សាជាមួយគ្រូពេទ្យរបស់អ្នកអំពីសារៈសំខាន់របស់វាទោះយ៉ាងណាករណីភាគច្រើននៃ cases នឹងជាសះស្បើយដោយខ្លួនឯងដោយការព្យាបាលតិចតួចហើយមិនចាំបាច់ត្រូវភ័យខ្លាចអំពីរឿងនោះទេ